នេះគឺជាសៀវភៅពីគ្រូយោបល់ជាមួយនឹងពេទ្យឈ្មោះរបស់មន្ទីរពេទ្យសាន់រ៉ៃនៅក្នុងសៀវភៅនេះគឺបានរៀបរាប់នឹងប្រាប់ពីដំណោះស្រាយមួយចំនួនទាក់ទងនឹងផ្ទៃពោះអញ្ចឹងដើម្បីចាប់ផ្ដើមដំបូងខ្ញុំនិយាយពីការមានផ្ទៃពោះហើយសេចក្តីផ្ដើមរបស់គេក៏និយាយពីការវិវត្តនៃការពេលមានផ្ទៃពោះនឹងអីរបស់គេច្រើនហើយអញ្ចឹងផលរំខានទូទៅតាក់ទងនៅពេលមានផ្ទៃពោះខ្ញុំនឹងអានជូនទាំងអស់គ្នាស្ដាប់ដើម្បីឲ្យយើងមានដំណោះស្រាយខ្លះពាក់ព័ន្ធនៅពេលមានផ្ទៃពោះទី1ក្នុងករណីដែលយើងឈឺចង្កេះគេណែនាំឲ្យយើងរក្សាឥរិយាបថល្អកុំបន្តឥរិយាបថដដែលក្នុងរយៈពេលយូរប្រើខ្សែក្រវ៉ាត់ជំនួយចង្កេះហើយព្យាយាមដើរឬធ្វើលំហាត់ប្រាណនិងបត់បែនខ្លួនប្រសិនបើមានការហើមប្រអប់ជើងឬគំរាមជើងឬក៏រីកប៉ោងសរសៃវ៉ែនទី1យើងអាចគេងដាក់ជើងឲ្យបានខ្ពស់ជាងដងខ្លួនពាក់ស្រោមជើងរឹតនិងម៉ាស្សាជៀសវាងការពិសាប្រៃពេកនិងពិសាទឹកឲ្យបានច្រើនជួនកាលអាចមាននៅម្រាមដៃអញ្ចឹងយើងអាចដោះចិញ្ចៀនចេញដើម្បីបង្ការខ្លាចមានការហើមកើតឡើងករណីទី3នៅពេលដែលយើងមានបញ្ហាធ្លាក់សគឺគេណែនាំយើងឲ្យរក្សាអនាម័យប្រដាប់ភេទឲ្យបានស្អាតជានិច្ចប្រើខោក្នុងដែលមានជាតិជក់ទឹកឲ្យបានល្អកុំលាងសម្អាតប្រដាប់ភេទដោយប្រើសាប៊ូដើម្បីរក្សានៅបាក់តេរីល្អពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើមានរមាស់ករណីទល់លាមកពិសាទឹកឲ្យបានគ្រប់គ្រាន់ពិសាអាហារដែលមានជាតិសរសៃដូចជាសារ៉ាយសមុទ្រជាដើមពិសាអាហារពេលព្រឹកទឹកដោះគោឬយ៉ាអ៊ូនៅពេលព្រឹកកុំទប់លាមកគេនឹងធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់សាកសួរគ្រូពេទ្យដើម្បីប្រើថ្នាំបន្ទន់លាមកករណីមានរឹសដូងបាតគឺគេណែនាំយើងទី1ជៀសវាងការទប់លាមកងូតទឹកដើម្បីសម្រួលសរសឈាមរត់និងរក្សាអនាម័យសាកសួរគ្រូពេទ្យដើម្បីប្រើប្រាស់ឱសថហើយក្នុងករណីដែលមានបញ្ហាសង្វារទី1គឺជៀសវាងការឡើងទម្ងន់ខ្លួនលឿនពេកអាចប្រើលេផ្ដល់សំណើមស្បែកកុំឲ្យស្បែកស្ងួតហើយបើមានបញ្ហាស្បែកយើងត្រូវរក្សាអនាម័យនិងផ្ដល់សំណើមដល់ស្បែកជៀសវាងនៅផ្ទាល់នៅក្រោមពន្លឺព្រះអាទិត្យញ៉ាំវីតាមីន C និងប្រូតេអ៊ីនលាបលេការពារកម្ដៅថ្ងៃមុនពេលចេញទៅក្រៅហើយបើសិនជាករណីរមូលក្រពើក៏គេណែនាំយើងឲ្យមានការពុតជើងជៀសវាងការឡើងទម្ងន់ខ្លួនលឿនពេកគេងដាក់ជើងឲ្យបានខ្ពស់ជាងដងខ្លួនពិសាអាហារដែលមានជាតិកាល់ស្យូមករណីមួយទៀតគឺបញ្ហាថប់អារម្មណ៍គឺយើងអាចជ្រើសរើសនៅទម្លាប់ដែលអាចកាត់បន្ថយ stress សិក្សាអំពីការមានផ្ទៃពោះនិងសម្រាលជាមួយនឹងដៃគូពិភាក្សាជាមួយគ្រូពេទ្យឆ្មបឬក៏វិជ្ជបណ្ឌិត